សួស្តីប្រិយមិត្តស្ដាប់ Channel Podcast វិភាគកលាទាំងអស់គ្នាវិលមកជួបគ្នាវិញម្ដងទៀតហើយកាលពីអេពីសូតទី1ខ្ញុំបានលើកយកសម្ដីរបស់ Cristiano Ronaldo ដោយគាត់បានពោលថាខ្ញុំមិនសល់ពេលវេលាច្រើនទៀតនោះទេនៅក្នុងវិស័យបាល់ទាត់ខ្ញុំស្រឡាញ់បាល់ទាត់ហើយដូច្នេះហើយរាល់ការប្រកួតទាំងអស់គឺជាការប្រកួតប្រជែងជាលើកចុងក្រោយសម្រាប់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានស្ដាប់podcast របស់ខ្ញុំអាចចូលទៅស្ដាប់ក្នុង Channel វិភាគកលាបានកាលពីថ្ងៃទី28ខែឧសភាកន្លងទៅនេះខ្ញុំបានអរឃើញស្ថិតមួយរបស់តារាឆ្នាំ Cristiano Ronaldo ដែលម្ចាស់ពានរង្វាន់ Ballon d'Or 5 សម័យកាលនេះបាន post status មួយយ៉ាងដូចនេះថាខ្ញុំរត់តាមកំណត់ត្រានោះទេកំណត់ត្រាទៅវិញទេដែលរត់តាមខ្ញុំអតីត Superstar របស់ក្រុមបិសាចក្រហម Manchester United មានវ័យ40ឆ្នាំទៅហើយប៉ុន្តែរូបគាត់នៅតែបន្តបំបែកកំណត់ត្រានិងបង្កើតប្រវត្តិសាស្ត្រម្ដងហើយម្ដងទៀតដដែលក្រុមបណ្ដាក្លឹបដែលបរិះវ័យ40ឆ្នាំរូបនេះបានទៅដល់កំណត់ត្រាតែងតែត្រូវបានបំបែកជាបន្តបន្ទាប់តើពាក្យសម្ដីរបស់តារាឆ្នាំសញ្ជាតិប៉ុបតការូបនេះមានន័យយ៉ាងដូចម្ដេចហើយហេតុអ្វីបានជាយើងមិនត្រូវរត់តាមកំណត់ត្រានៅក្នុងអេពីសូតនេះខ្ញុំនឹងលើកយកពីវិធីសាស្ត្រចំនួន5ដែលខ្សែប្រយុទ្ធចាប់ភាសារូបនេះតែងតែយកទៅអនុវត្តជាប្រចាំគ្រប់ការប្រកួតទាំងអស់របស់គាត់ពាក្យថាកំណត់ត្រានៅក្នុងវិស័យបាល់ទាត់មានន័យថាគឺជាស្ថិតិនៃទម្រង់លេងរបស់កីឡាករគ្រប់រូបនិយាយងាយស្ដាំគឺជាការស៊ើបបញ្ចូលទីឬគឺការឈ្នះពានជាដើមកីឡាករគ្រប់រូបតែងតែមានក្តីស្រមៃចង់ក្លាយជាកីឡាករដែលល្បីឈ្មោះនៅលើពិភពលោកនៅក្នុងវិស័យបាល់ទាត់វិញកីឡាកររូបណាដែលអាចរកកំណត់ត្រាបានកាន់តែច្រើនត្រូវបានគេចាត់ទុកថាជាកីឡាករដែលទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដខុសប្លែកតែខ្សែប្រយុទ្ធរបស់ក្រុមបញ្ញខាប៉ុតុហ្គាល់កីឡាករ Cristiano Ronaldo គឺជាកីឡាករម្នាក់ដែលមិនចាត់ទុកការបំបែកកំណត់ត្រាជាអាទិភាពដំបូងរបស់គាត់ឡើយហេតុអ្វីបានជាយើងមិនត្រូវរត់តាមកំណត់ត្រាមូលហេតុដែលយើងមិនគួររត់តាមកំណត់ត្រាគឺដើម្បីការពារខ្លួនឯងឲ្យជៀសផុតពីការខកចិត្តឬក៏ការដាក់សម្ពាធលើខ្លួនឯងជ្រុលហួសហេតុពេកខ្ញុំធ្លាប់ឮគ្រូជោគជ័យមួយចំនួនបានបង្រៀនកូនសិស្សរបស់គាត់ឲ្យមានមហិច្ឆតានិងការចេះគិតធំជាដើមការដែលយើងមានមហិច្ឆតានិងការចេះគិតធំគឺជារឿងដែលល្អប៉ុន្តែប្រសិនបើយើងគិតធំលើសពីសមត្ថភាពរបស់យើងពេកថ្ងៃណាមួយយើងប្រកាសជាខកចិត្តឬក៏កាច់ជំងឺបាក់ទឹកចិត្តចាក់ជារំខាននៅក្នុងវិស័យបាល់ទាត់វិញកីឡាករល្បីៗនិងលេងបានល្អមានច្រើនណាស់មិនមែនមានតែកីឡាករ Cristiano Ronaldo តែម្នាក់នោះទេយើងមិនអាចរំពឹងដឹងមិនបានឡើយថាតើរដូវកាលនេះកីឡាកររូបនេះឬក៏កីឡាកររូបនោះនឹងឈ្នះពានរង្វាន់នេះឬក៏ឈ្នះពានរង្វាន់មនុស្សនោះឡើយសម្រាប់បងប្អូនដែលចង់ស្ដាប់អេពីសូតថ្មីៗរបស់ខ្ញុំបន្តទៀតអ្នកទាំងអស់គ្នាអាចចូលទៅស្ដាប់ក្នុង Channel វិភាគកីឡាបានហើយបើសិនបើអាចសូមចុច Like Comment និងចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលជួយឲ្យយើងការពារខ្លួនឯងពីការខកចិត្តនិងដើម្បីបំពេញការងាររបស់យើងឲ្យបានល្អដោយកីឡាករ Cristiano Ronaldo អញ្ចឹងវិធីសាស្ត្រទី1ផ្ដោតលើខ្លួនឯងឲ្យបានច្រើនក្រៅពីអាជីពជាកីឡាករ Cristiano Ronaldo ក៏តែងតែចាយពេលវេលារបស់គាត់នៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ជានិច្ចជាពិសេសគាត់ក៏ចាយពេលវេលានៅជាមួយនឹងខ្លួនឯងចាប់ជាប្រចាំផងដែរនៅក្នុងសង្គមការងាររបស់យើងនាពេលបច្ចុប្បន្ននេះយើងតែងតែសង្កេតឃើញមានអ្នកដែលមានតំណែងធំៗមួយចំនួនគឺពួកគាត់តែងតែធ្វើការគ្មានថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនោះទេហើយពេលខ្លះពួកគាត់តែងតែវិនិយោគការងារមកធ្វើបង្ហាញនៅប្រទេសថែមទៀតផងខ្ញុំធ្លាប់សួរមេផ្នែកម្នាក់ដែលគាត់ធ្វើការនៅក្រុមហ៊ុនជាមួយខ្ញុំគាត់ថាការងារខ្លះគាត់វិនិយោគមកធ្វើនៅផ្ទះរហូតដល់ម៉ោង10ឬក៏ម៉ោង11ជាបណ្ដោះបើគាត់មិនធ្វើបែបនេះទេគឺគាត់ប្រកាសជាផ្ញើរបាយការណ៍ចេញទៅឲ្យមេធំរបស់គាត់មិនតាន់ពេលវេលាឡើយសម្រាប់ខ្ញុំគិតថាការដែលយើងវិច្ចការងារយកមកធ្វើបង្ហាញនៅផ្ទះវាមិនមែនជារឿងល្អនោះទេព្រោះអាចប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់យើងជាមួយនឹងក្រុមគ្រួសាររបស់យើងថែមទៀតផងបើយើងគឺជាបុគ្គលិកថ្មីថ្មោងការដែលយើងយកឯកសារយកមករៀនសូត្របន្ថែមនៅផ្ទះជារឿងល្អប៉ុន្តែប្រសិនបើយើងជាបុគ្គលិកដែលនៅយូរឆ្នាំហើយវិច្ចយកការងារយកមកធ្វើបង្ហាញនៅផ្ទះទៀតវានឹងធ្វើឲ្យយើងខាតពេលវេលាធ្វើខ្លួនរបស់យើងយ៉ាងខ្លាំងព្រោះឯក្រុមហ៊ុនជួលយើងធ្វើការងារត្រឹមតែ8ម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃហើយបើទើបជាយើងយកការងារយើងមកធ្វើនៅផ្ទះក៏ក្រុមហ៊ុនគេមិនថែមលុយបន្ថែមដល់យើងឡើយយើងក៏បីផ្ដាត់លើខ្លួនឯងឲ្យបានច្រើនទៅល្អយើងអាចយកពេលទំនេរពីការងារទាំងអស់ហ្នឹងយកមកចាយពេលទាំងអស់ជាមួយនឹងគ្រួសារនាំគ្រួសារដើរលេងឬក៏ទៅសាកថ្មជីវិតឬយកពេលវេលាទាំងអស់ហ្នឹងយកទៅរៀនជំនាញថ្មីៗបន្ថែមទៀតជាដើមការដែលយើងរៀនជំនាញថ្មីៗបន្ថែមមានន័យថាគឺយើងបន្ថែមជំរឿសឲ្យខ្លួនឯងបន្ថែមទៀត
ប្រតិសាទី2មានវិន័យចំពោះខ្លួនឯងមិនថាយើងមានទេពកោសល្យខ្លាំងកម្រិតណានោះទេតែប្រសិនបើយើងខ្វះវិន័យចំពោះខ្លួនឯងហើយគង់តែមានថ្ងៃណាមួយយើងប្រកាសជាធ្លាក់ខ្លួនដល់ចំណុចសូន្យចិត្តជាពំខាននៅក្នុងភាសាបាល់ទាត់កីឡាករនីម៉ាជេអូគឺជាកីឡាករសញ្ជាតិប្រេស៊ីលម្នាក់ដែលគ្រប់គ្នាទទួលស្គាល់ថាគាត់គឺជាកីឡាករដែលមានដងមកតាំងពីកំណើតស្រាប់ប៉ុន្តែដោយសារតែរូបគាត់មិនចូលចិត្តការហ្វឹកហាត់និងតែងតែខ្វះវិន័យចំពោះខ្លួនឯងទៀតនោះបានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនេះធ្លាក់ទម្រង់លេងយ៉ាងខ្លាំងហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺលើត្រឹមតែវ័យ33ឆ្នាំតែប៉ុណ្ណោះគឺគាត់បានចាក់ចេញពីតំបន់អឺរ៉ុបទៅលេងនៅឯលីកកម្ពុជារបស់ Saudi Pro League ក្នុងប្រទេសកាតានិងជាចុងក្រោយគាត់បានវិលត្រឡប់មកលេងនៅក្លឹបចាស់របស់គាត់វិញនៅឯប្រទេសប្រេស៊ីលគឺក្លឹប FC Santos ដោយដែលអ្នកនរគ្នាដឹងស្រាប់ហើយថាមានតែកីឡាករដែលមានវ័យជ្រេតែប៉ុណ្ណោះទើបគេហោះទៅលេងនៅឯប្រទេសកាតាដើម្បីកាប់លុយប៉ុន្តែចំពោះកីឡាករនេម៉ាជាអឺវិញគឺគាត់មានវ័យត្រឹមតែ33ឆ្នាំប៉ុណ្ណោះគូណាស់តែលេងនៅក្នុងតំបន់អឺរ៉ុបទើបស័ក្តិសមកាលពីថ្ងៃទី15មករាកន្លងទៅនេះគឺបង្វឹករបស់ក្រុមអាលីហាគឺលោក Jorge Jesus បាននិយាយពីព័ត៌មានចំពោះកីឡាករនេម៉ាជាអឺយ៉ាងដូចនេះថានេម៉ាជាអឺខ្វល់តែពីជីវិតផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះគាត់ផ្ដល់អាទិភាពដល់ជីវិតឯកជនរបស់គាត់ជាជាងបាល់ទាត់ Cristiano Ronaldo មានចំណង់ចំណូលចិត្តចំពោះបាល់ទាត់ជាងហើយនោះហើយជាមូលហេតុដែលរូបគាត់នៅតែអាចរក្សាទម្រង់លេងរបស់គាត់នៅកម្រិតមួយដែលខ្ពស់បានដដែលបើទោះបីជាពេលនេះកីឡាករ Cristiano Ronaldo មានវ័យរហូតដល់40ឆ្នាំទៅហើយក្តីប្រតិសាទី3ជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯងកាលពីឆ្នាំ2016ក្រុមបាញ់ជាខេបប៉ូទុយហ្គាល់បានគ្រងម្ចាស់ជើងឯកនៃពានរង្វាន់យូរ៉ូឆ្នាំ2016បន្ទាប់ពីក្រុមជម្រើសជាតិប៉ូទុយហ្គាល់បានយកជ័យជំនះទៅលើក្រុមម៉ាន់កូបារាំងក្នុងលទ្ធផល1-0ក្នុងបន្ទប់ផ្លាស់ប្ដូរសម្លេងបំពេញ Cristiano Ronaldo បាននិយាយទៅកាន់មិត្តរួមក្រុមរបស់គាត់ទំនួលថាគ្មាននរណាម្នាក់ជឿឡើយថាក្រុមជម្រើសជាតិប៉ូទុយហ្គាល់អាចយកជ័យជំនះទៅលើក្រុមជម្រើសជាតិបារាំងបានឡើយប៉ុន្តែនៅទីបំផុតក្រុមរបស់ពួកយើងអាចផ្ដួលក្រុមម៉ាន់កូបារាំងហើយលើកពានយូរ៉ូឆ្នាំ2016បាននៅក្នុងជីវិតពិតប្រចាំថ្ងៃរបស់យើងមិនអាចទៅសុំឲ្យនរណាម្នាក់មកជឿជាក់ទៅលើសមត្ថភាពរបស់យើងបានឡើយមិនតែខ្លួនរបស់យើងតែប៉ុណ្ណោះដែលអាចដឹងថាខ្លួនយើងអាចធ្វើអ្វីបានខ្លះមនុស្សដែលចូលចិត្តនិយាយច្រើនមិនប្រកាសថាអាចសម្រេចអ្វីជាដឹងកំពស់បានឡើយហើយមនុស្សដែលមិនសូវចូលចិត្តនិយាយស្ដីអាចជាមនុស្សដែលមានសក្ការច្រើនជាងក៏ថាបានប្រតិសាទី4ធ្វើខ្លួនជាគំរូដល់អ្នកដទៃក៏មិនត្រឹមពេលនេះតារាឆ្នាំ Cristiano Ronaldo មានវ័យ40ឆ្នាំទៅហើយដែលមានន័យថាព្រឹត្តិការណ៍ FIFA World Cup ក្នុងឆ្នាំ2026ខាងមុខនេះគឺជាព្រឹត្តិការណ៍ចុងក្រោយសម្រាប់រូបគាត់ផងដែរគួររំលឹកឡើងវិញឲ្យដូចនេះថាកីឡាករ Cristiano Ronaldo បានផ្ទេរមកកាន់ក្រុម Al Hilal ពីក្រុមបិសាចក្រហម Manchester United កាលពីចុងឆ្នាំ2022ដែលក្លឹបដែលមានទីតាំងនៅក្នុងប្រទេសកាតាមួយនេះហ៊ានចាយលុយប្រមាណជាង$200 លានក្នុងមួយឆ្នាំដើម្បីរក្សាទុកតារាឆ្នាំសញ្ជាតិប៉ូទុយហ្គាល់រូបនេះបន្ទាប់ពីខ្សែប្រយុទ្ធចាំបសារូបនេះបានមកលេងនៅឯ League Saudi Pro League វិស័យបាល់ទាត់នៅប្រទេសកាតាពិតជាមានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសគ្រប់កីឡាករទាំងអស់នៅក្រុម Al Nassr ពិតជាគោរពនិងឲ្យតម្លៃទៅលើខ្សែប្រយុទ្ធសញ្ជាតិប៉ូទុយហ្គាល់រូបនេះណាស់ព្រោះដោយសារតែ Cristiano Ronaldo តែងតែធ្វើជាគំរូដ៏ល្អដល់កីឡាករដទៃជានិច្ចអតីតខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Toni Kroos បានប្រាប់ទៅកាន់កីឡាករនៅក្នុង Academy របស់គាត់យ៉ាងដូចនេះថាអ្នកគួរតែព្យាយាមធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងជានិច្ចឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដែលខ្ញុំតែងតែចូលចិត្តបំផុតគឺរឿងរ៉ាវដែលតាក់ទងជាមួយនឹងកីឡាករ Cristiano Ronaldo អ្វីដែលគ្រប់គ្នាតែងតែមើលឃើញគឺឃើញ Ronaldo តែងតែសឹកបញ្ចូលទីបានច្រើនគ្រាប់ហើយគាត់តែងតែបើកឡានទំនើបខ្ញុំជាអ្នកដែលនៅជិតខាងនឹងគាត់ជាងគេហើយខ្ញុំហ៊ាននិយាយថាគាត់ពិតជាមានឡានទំនើបច្រើនណាស់ហើយខ្ញុំក៏មានមួយគ្រឿងដែរហើយអ្វីបានជាគាត់មានឡានល្បឿនលឿនច្រើនបែបនេះរាល់ពេលដែលខ្ញុំទៅហ្វឹកហាត់ឡានរបស់គាត់បានមកដល់10000 បាត់ទៅហើយរាល់ពេលដែលខ្ញុំចាក់ជីពីកន្លែងហ្វឹកហាត់ឡានរបស់គាត់គឺនៅតែចតនៅកន្លែងនោះដដែលព្រោះឡានរបស់គាត់មានល្បឿនលឿនខ្លាំងណាស់គាត់មិនប្រញាប់ប្រញាល់ទៅណាឡើយអ្វីដែល Ronaldo បានសម្រេចគឺដោយសារតែការខិតខំប្រឹងប្រែងនិងការមានវិន័យចំពោះខ្លួនឯងគ្រប់គ្នាមើលឃើញតែសមត្ថភាពដល់គាត់បានសម្រេចរួចហើយតែប៉ុណ្ណោះគ្មាននរណាម្នាក់មើលឃើញពីការខិតខំប្រឹងប្រែងរបស់គាត់ឡើយប្រតិសាទី5ធ្វើជាខ្លួនឯងនៅក្នុងកម្មវិធីប្រកបពីរង្វាន់ល្អជាងគេប្រចាំរដូវកាលមានក្មេងប្រុសម្នាក់បានសួរមកកាន់ Cristiano Ronaldo យ៉ាងដូចនេះថាតើខ្លួនគេគួរធ្វើបែបណាទើបអាចក្លាយជាកីឡាករដ៏ល្អបំផុតនៅក្នុងលោកដូច Cristiano Ronaldo ដែរពេលនោះ Ronaldo បានផ្ដល់ដំបូន្មានដល់ក្មេងប្រុសម្នាក់នោះថាបើសិនម្នាក់ចង់ក្លាយជាកីឡាករដ៏ល្អម្នាក់អ្នកត្រូវតែខិតខំប្រឹងប្រែងហាត់ជឿជាក់លើសមត្ថភាពខ្លួនឯងមានក្តីសម័យខ្ពស់
បន្តការវឹកហាត់ស្ដាប់តាមគ្រូបង្វឹករបស់អ្នកស្ដាប់ដំបូងមានឪពុកម្ដាយរបស់អ្នកហើយចុងក្រោយមានតែពាក្យមួយម៉ាត់នោះគឺខិតខំប្រឹងវឹកហាត់និងមានក្តីសម័យខ្ញុំសូមលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំយកមកចែករំលែកដល់អ្នកទាំងអស់គ្នាមានតិចចុះកាលពីមុនខ្ញុំមិនហ៊ាននិយាយជាមួយនឹងជនជាតិបរទេសនោះទេបើទោះបីជាកាលនោះគឺខ្ញុំរៀនភាសាអង់គ្លេសបានច្រើនឆ្នាំហើយក៏ដោយខ្ញុំអាចស្ដាប់គេនិយាយបានទាំងអស់ប៉ុន្តែខ្ញុំនៅពេលដែលនិយាយតបតទៅគេវិញខ្ញុំនិយាយអត់ចេះខ្ញុំកាំងអញ្ចឹងក្រោយមកទៀតគឺខ្ញុំបានយកឆានលើភាពខ្លួនឯងយកឆានលើខ្លួនឯងដោយខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាអ្នកនាំភ្ញៀវបរទេសដើរលេងជាមួយនៅក្នុងខេត្តបាត់ដំបងពេលខ្ញុំនាំភ្ញៀវដើរលេងដំបងគឺខ្ញុំមានអារម្មណ៍ភ័យពួកអីយើងអត់សូវចេះអញ្ចឹងប៉ុន្តែខាងមកទៀតនៅពេលយើងធ្វើការងារជួបមនុស្សច្រើនទៅគឺសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសរបស់ខ្ញុំនឹងកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃភ្ញៀវបរទេសហ្នឹងគឺគាត់បានជួយខ្ញុំច្រើនមែនទែនជួយកែលម្អដល់ខ្ញុំច្រើនមែនទែនហើយជាពិសេសនៅពេលដែលគាត់ដឹងថាខ្ញុំនឹងគឺជាសិស្សដែលរៀនមិនតាន់ចប់ពីសាកលវិទ្យាល័យអញ្ចឹងពួកគាត់បានជួយកែតម្រូវខ្ញុំបានជួយកែតម្រូវដល់ខ្ញុំហើយព្រមទាំងផ្ដល់កម្លាំងចិត្តថែមទៀតផងជាជាបរទេសទាំងអស់ក៏ប្រាប់ថាចូលជួយចិត្តលើកសមត្ថភាពរបស់ខ្លួនឯងអញ្ចឹងមូលហេតុដែលពួកគាត់អាចនិយាយភាសាអង់គ្លេសបានល្អគឺដោយសារតែពួកគាត់ហ្នឹងគឺជាជនជាតិដើមហើយយើងនេះជនជាតិអាស៊ីភាសាអង់គ្លេសគឺជាភាសាទី2ដោយដែលអ្នកទាំងអស់គ្នាដឹងថាខ្មែររបស់យើងគឺប្រើភាសាអង់គ្លេសជាភាសាទី2អង់គ្លេសចិនបារាំងអីចឹងទៅអញ្ចឹងឥឡូវខ្ញុំនិយាយចំពោះការលេងបាល់វិញចំពោះការលេងបាល់វិញការខ្ញុំរស់នៅក្នុងខេត្តបាត់ដំបងពេលដែលខ្ញុំចាប់ផ្ដើមលេងបាល់ដំបងខ្ញុំក៏អត់សូវចេះលេងបាល់ដែរគឺខ្ញុំនិយាយទៅខ្ញុំកាលហ្នឹងខ្ញុំអត់ចេះទប់បាល់ហើយពេលខ្ញុំចូលលេងលើទីលេងខ្ញុំចេះតែស្លាយបាទគឺខ្ញុំចេះស្លាយខ្ញុំចេះតតជើងគេពេញហ្នឹងទៅអញ្ចឹងប៉ុន្តែក្រោយមកទៀតគឺខ្ញុំត្រូវបានរៀនច្បាស់ទាំងអស់ហ្នឹងគឺប្រាប់និងបង្រៀនពីតិចនេះក្នុងការលេងបាល់ទាំងអស់ហ្នឹងមកដល់ខ្ញុំអញ្ចឹងហើយបូកផ្សំជាមួយនឹងidol របស់ខ្ញុំគឺជាការ៉ាក Cristiano Ronaldo ទៀតគឺខ្ញុំចូលចិត្តមើលវីដេអូរបស់គាត់អញ្ចឹងទៅការលេងរបស់គាត់អញ្ចឹងទៅហើយបន្តមកទៀតក៏ខ្ញុំអភិវឌ្ឍសមត្ថភាពខ្លួនឯងមកក៏អាចលេងបាល់បានគាត់ថាមិនលេងបានល្អណាស់ទេអាចថាមធ្យមអាចលេងចូលចំណោមគេបានអញ្ចឹងសរុបមកវិញការដែលយើងចេះស្រឡាញ់ខ្លួនឯងនិងផ្ដាំមកលើខ្លួនឯងឲ្យបានច្រើនពិតជាផ្ដល់ផលប្រយោជន៍ដល់យើងច្រើនខ្លាំងណាស់ពាក្យផ្ដោតលើខ្លួនឯងនៅកន្លែងនេះមិនមែនមានន័យថាឲ្យយើងនឹងធ្វើជាមនុស្សដែលគិតតែពីប្រយោជន៍ពីខ្លួនឯងឬក៏ផលប្រយោជន៍ខ្លួនឯងនោះទេឬក៏មនុស្សអាត្មាយំអីនោះទេដើម្បីអាចជួយដល់អ្នកដទៃបានតើតែយើងនឹងជួយខ្លួនឯងឲ្យបានជោគជ័យជាមុនសិនទើបអាចជួយដល់អ្នកដទៃបានត្រូវចាំថាតើតែយើងនឹងជោគជ័យសិនទើបពេលដែលយើងនិយាយចេញទៅមានគេស្ដាប់ដោយពាក្យមួយឃ្លារបស់សុនឈៀននៅក្នុងរឿងសាមកឹកបានពោលថាមានតែខ្លួនយើងខ្លាំងទេទើបគេព្រមជួយយើងដូច្នេះហើយជើផ្ដោតលើខ្លួនឯងឲ្យខ្លាំងជាមុនសិនទើបផ្ដោតទៅលើរឿងផ្សេងជាបន្តទៀតមុននឹងបញ្ចប់អបិសោតនេះទៅខ្ញុំសង្ឃឹមថាវិធីសាស្ត្រទាំង5ដែលខ្ញុំបានលើកឡើងខាងលើនេះនឹងផ្ដល់ផលប្រយោជន៍ដល់អ្នកស្ដាប់ podcast ទាំងអស់គ្នាបានប្រសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមចុច like ចុច comment និង subscribe ម្នាក់មួយផងជួបគ្នានៅអបិសោតបន្តសូមអរគុណ